មូលហេតុអីបានយើងថាវាជា verb phrase ពីព្រោះតែមាន auxiliary verb is ហើយវាផ្សំជាមួយនឹង playing ហើយ playing គឺជា verb ing ហើយពីរហ្នឹងដើរជាមួយគ្នានៅក្នុងកាល present continuous tense alright វាមិនមែនជា gerund ទៀតទេដោយសារបាទសួស្តីអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកនៅប្រធានបទមួយដែលនិយាយអំពី phrase ដែលខ្មែរយើងបកថា clear វាមានអត្ថន័យយ៉ាងដូចម្ដេចតោះយើងនឹងតាមដានទាំងអស់គ្នា What is a phrase ដូចម្ដេចទៅដែលហៅថា clear A phrase is a group of two or more words that does not contain a subject or verbចឹង clear គឺជាក្រុមនៃពាក្យចាប់ពី2ឡើងទៅដែលមិនមានប្រធានឬក៏កិរិយាសព្ទឡើយដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែចំណាំថាដើម្បីឲ្យដឹងឲ្យច្បាស់ថាអ្វីទៅជា clear គឺយើងគ្រាន់តែដឹងថា clear គឺជាពាក្យដែលចាប់ពី2ពាក្យឡើងទៅអូខេអញ្ចឹងយើងមើលឧទាហរណ៍ទាំងអស់គ្នាទី1 very happy គឺជា adjective phrase ដែលខ្មែរយើងបកថា clear គុណនាមមូលហេតុអីបានយើងថាវាជា adjective phrase ព្រោះតែវាមានធាតុផ្សំពីរគឺមកពី very ហើយនិង happy ដែល very គឺជា adverb happy គឺជាគុណនាមអញ្ចឹងវាបានទៅជា adjective phrase ទី2 the book គឺជា noun phrase យើងបកថា clear នាមមូលហេតុអីបានយើងហៅថាវាជា noun phrase ពីព្រោះតែវាមានពីរពាក្យដូចគ្នាប៉ុន្តែ article the គេឲ្យឈ្មោះថា adjective ហើយ book គឺជា noun អញ្ចឹង adjective បូកជាមួយ noun វាបានទៅជា noun phrase ទី3 very quickly គឺជា adverb phrase ដែលខ្មែរយើងបកថា clear គុណនាមហេតុអ្វីបានជាយើងថាវាជា adverb phrase ដែលព្រោះតែ very គឺជា adverb ហើយ quickly គឺជា adverb ទាំងពីរហ្នឹងបូកចូលគ្នាបានទៅជា adverb phrase ទី4 at school វាគឺជា prepositional phrase ដែលខ្មែរយើងបកថា clear ថ្នាក់មូលហេតុអីបានយើងថាវាជា prepositional phrase យើងទៅចាំថាកាលណាមាន preposition at ឬក៏ក្រៅពី at ក៏ដោយ at in on អីហ្នឹងកាលណាវានៅពីមុខ noun ណាមួយវាបានទៅជា prepositional phrase អញ្ចឹងវាគឺជា clear ថ្នាក់បន្ទាប់ទៀតយើងនឹងសិក្សាឲ្យស៊ីជម្រៅតាក់ទងអំពី clear ទាំងអស់ហ្នឹងប៉ុន្តែថ្ងៃនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើ clear ថាតើ clear វាមានអីខ្លះនៅក្នុងភាសាអង់គ្លេសអូខេតោះចំណុចទី5 working hard គឺជា gerund phrase បកខ្មែរថា clear នាមការអញ្ចឹង working យើងដឹងហើយគឺជា verb ing ដែលយើងតែងតែហៅវាណាហើយយើងក៏ត្រូវចាំដែរថា working ហ្នឹងគឺជា gerund ហើយកាលណាវាបូកជាមួយនឹងពាក្យខាងក្រោយវាដូចជា hard អញ្ចឹងគឺជា adverb អញ្ចឹងវាបានទៅជា gerund phrase alright ទី6 to solve a problem គឺជា to infinitive phrase ដែលខ្មែរយើងបកប្រែថា clear កិរិយាសព្ទដើមមូលហេតុអីបានយើងថាវាជា to infinitive phrase ដោយសារតែវាមាន to ហើយបូកជាមួយនឹងកិរិយាសព្ទដើមកិរិយាសព្ទទី1អញ្ចឹងកាលណាវាមានទម្រង់បែបហ្នឹងពាក្យខាងក្រោយវាយើងកុំខ្វល់យើងគ្រាន់តែចាំថាឲ្យតែមាន to បូកជាមួយនឹង verb គឺជា to infinitive ហើយ alright ទី7 is playing គឺជា verb phrase ហើយខ្មែរយើងបកថា clear កិរិយាមូលហេតុអីបានយើងថាវាជា verb phrase ពីព្រោះតែមាន auxiliary verb is ហើយវាផ្សំជាមួយនឹង playing ហើយ playing គឺជា verb ing ហើយពីរហ្នឹងដើរជាមួយគ្នានៅក្នុងកាល present continuous tense alright វាមិនមែនជា gerund ទៀតទេដោយសារតែវាផ្សំជាមួយនឹង auxiliary verb is ដូច្នេះហើយយើងគួរតែចងចាំហើយយើងគួរតែដឹងថាតើ phrase មានប្រមាណប្រភេទហើយជាក់ស្ដែងវាមាន phrase ផ្សេងទៀតប៉ុន្តែខ្ញុំលើកតែ7ហ្នឹងទេដើម្បីឲ្យអ្នកទាំងអស់គ្នាសិក្សាហើយដើម្បីឲ្យអ្នកទាំងអស់គ្នាចាំពីព្រោះ phrase វាមានច្រើនសន្តានតោះឥឡូវយើងមើលឧទាហរណ៍នៅក្នុងល្បះម្ដងទី1 very happy គឺជា adjective phrase example she is very happy today គាត់មានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ថ្ងៃនេះទី2 the book វាគឺជា noun phrase example I borrowed the book from the library ខ្ញុំខ្ចីសៀវភៅពីបណ្ណាល័យ
ទី3 very quickly គឺជា adverb phrase example he ran very quickly to catch the bus គាត់រត់លឿនណាស់ដើម្បីទាន់ឡានក្រុង Okay ទី4 at school វាគឺជា prepositional phrase example she is at school now គាត់នៅឯសាលាពេលនេះទី5 working hard វាគឺជា gerund phrase example working hard is important for success ការខំប្រឹងព្យាយាមគឺសំខាន់សម្រាប់ភាពជោគជ័យអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍ទេនៅពេលដែលយើងសរសេរថា working hard working វាគឺជា gerund ហើយវាដើរតួជាប្រធានហើយការបកប្រែរបស់យើងគឺយើងមិនអាចបកប្រែកំពុងបានទេដោយសារតែវាជាប្រធានគឺយើងបកប្រែថាការខំប្រឹងព្យាយាមអីចឹងទៅតាមបរិបទរបស់អូខេតោះទី6 to solve a problem វាគឺជា infinitive phrase មូលហេតុដែលជា infinitive phrase ពីព្រោះតែ to ហើយបូកជាមួយនឹងកិរិយាសព្ទទម្រង់ដើម like to solve a problem example I want to solve a problem quickly ខ្ញុំចង់ដោះស្រាយបញ្ហាឲ្យរហ័សទី7 is playing វាគឺជា verb phrase example she is playing the piano now គាត់កំពុងលេង piano ឥឡូវនេះចឹងខ្ញុំសង្ឃឹមថាឧទាហរណ៍ទាំងអស់នេះអាចធ្វើឲ្យអ្នកទាំងអស់គ្នាចងចាំជាពិសេសគឺ verb phrase មានសន្តានឬក៏លក្ខណៈយ៉ាងដូចខ្លះចឹងសូមអ្នកទាំងអស់គ្នាកត់ចំណាំហើយរៀនសិក្សាបន្តិចម្ដងអ្នកទាំងអស់គ្នានឹងចងចាំអំពីរបៀបនៃការបង្កើត phrase នៅក្នុងភាសាអង់គ្លេស